Ok,សួស្តីអ្នកនរគ្នាចឹងថ្ងៃនេះគឺយើងមកធ្វើការនិយាយគ្នាអំពីតើអ្វីទៅគឺជា crypto ហើយ channel មួយនេះគឺជា channel ដែលនិយាយអំពី Web3 សុទ្ធហើយនិង crypto forex យើងអាចនិយាយតិចតួចហើយនឹង technical អំពី crypto ការ investment អំពី crypto Web3 Web អីហ្នឹងគឺយើងនិយាយគ្នានៅក្នុងហ្នឹងទាំងអស់អូខេហើយក៏ដូចជា airdrop event ថ្មីរបស់ក្រុមហ៊ុន exchange មួយចំនួនអីហ្នឹង prop firm crypto យើងនិយាយនៅក្នុងហ្នឹងទាំងអស់និយាយទៅអត់ពាក់ព័ន្ធជាមួយនឹង crypto គឺយើងនិយាយក្នុងហ្នឹងហើយគោលបំណងដែលបង្កើត channel នេះឡើងហើយដាក់ឈ្មោះ Gen Z Web3 ហ្នឹងគឺចង់បានន័យថាខ្ញុំគឺជា Gen Z ហើយទាំងអស់គ្នាអ្នកមើលខ្ញុំភាគច្រើនគឺជា Gen Z ហើយដែលបានន័យថាសិតតែជាការបានន័យថាទំនើបកម្មថ្មីណាឧស្សាហកម្មថ្មីដែលគេនិយាយអំពីភាពជឿនលឿនក៏ដូចជាWeb3 ទាំងអស់ហ្នឹងគឺបានន័យថាភាពជឿនលឿនទៅមុខតទៀតណាអញ្ចឹងមកខ្ញុំដាក់ថា Gen Z Web3 ដំបូងដាក់ Gen Z Trading អីចឹងទៅដើម្បីដាស់តឿនឲ្យគ្នាយើងឲ្យដើរឲ្យរបៀបថាតន់សម័យកាលអីចឹងទៅអូខេអញ្ចឹងថ្ងៃនេះគឺយើងនិយាយអំពី crypto តើអ្វីទៅគឺជា cryptocurrency ហើយមិនបានយើងត្រូវតែយល់ដឹងពីវាអូខេហើយសង្ឃឹមថាអ្នកនរគ្នានឹងយល់តោះហើយបើមានសំណួរអីអាចឆាតសួរខ្ញុំបាននៅក្នុង Telegram ហើយកុំភ្លេច join នៅក្នុង Telegram ផងអូខេតោះតើអ្វីទៅគឺជា cryptocurrency cryptocurrency ខ្ញុំសុំដាក់អង់គ្លេសណាហើយខ្ញុំនឹងធ្វើការបញ្ចូលជាខ្មែរដោយសារអឺពាក្យខ្លះបច្ចេកទេសខ្លះគឺយើងអាចបកជាខ្មែរបានទេយើងនឹងនិយមន័យយើងនិយាយជាងហើយសម័យកាលនេះបើសិនជាអ្នកនរគ្នាអត់ចេះអង់គ្លេសក៏វាពិបាកដែរការចេះអង់គ្លេសគឺជាធម្មតាឥឡូវបច្ចុប្បន្នការចេះអង់គ្លេសគឺធម្មតាសម្រាប់មនុស្សទូទៅណាចឹងបើសិនជាយើងអត់ចេះក៏វាពិបាកដែរអូខេដោយសារcrypto នេះគឺទាមទារឲ្យយើងយល់ដឹងអំពីបច្ចេកវិទ្យាច្រើនតិចភាសាតិចតួចទេបាច់ចេះឲ្យខ្លាំងក៏បានដែរណាអញ្ចឹង cryptocurrency វាគឺជាលុយ digital ដែលវាមានវត្តមាននៅក្នុងអ៊ីនធឺណិតហើយដំណើរការដោយបច្ចេកវិទ្យាមួយដែលគេហៅថា blockchain អូខេបានន័យថាវាដូចជាអញ្ចឹងបានន័យវាដូចជាមិនបានន័យថាវាដូចជាប្រអប់មួយអញ្ចឹងហើយវាដំណើរការដោយប្រអប់មួយហ្នឹងយើងមើលអត់ឃើញទេគ្រាន់ថាវាជាម៉ាស៊ីនមួយដែលគេ mining អីហ្នឹងគឺនៅជុំវិញពិភពលោកគេ mining ហ្នឹងគេដើរដោយប្រព័ន្ធអាហ្នឹងឯងគេដើរដោយប្រព័ន្ធ blockchain ហ្នឹងឯងអាហ្នឹងណាអូខេហើយវាបានន័យថាមិនទៀតបានន័យថាចឹងចាំថ្ងៃក្រោយយើងនិយាយអំពី blockchain គឺជាអីគេណាហើយវាអត់ដូចជាលុយដែលយើងចាយរាល់ថ្ងៃទេវាមានដូចជាលុយរៀលលុយយូរ៉ូដុល្លារអីហ្នឹងដែល control ដោយ bank ណាគឺលុយដែលរៀលដុល្លារហ្នឹងគឺវាគ្រប់គ្រងដោយធនាគារគ្រប់គ្រងដោយរដ្ឋាភិបាលអញ្ចឹងរដ្ឋាភិបាលចង់ print លុយគឺ print លុយចង់អត់ print ក៏អត់ print ចង់តឡាការប្រើអត្រាការប្រើអីហ្នឹងគឺតាមតែចិត្តគាត់ចឹងទៅអញ្ចឹងបានគេបង្កើតទៅលើ cryptocurrency ហ្នឹងមកដើម្បីតែអឺកុំឲ្យអតិផរណាហ្នឹងវាកាសចេះតែកើនឡើងបន្តទៀតតែយើងដឹងហើយនៅពេលដែលរដ្ឋាភិបាល print លុយរហូតលុយវាកាន់តែច្រើនទៅអញ្ចឹងវាអាចធ្វើឲ្យអតិផរណាវាកើតឡើងដែរណាអញ្ចឹងcryptocurrency ជាទូទៅគឺវាដើរនៅក្នុង decentralized network បានន័យថាវាដើរដោយ network និយាយចំទៅវាដើរដោយវានិយាយខ្យល់អាកាសនិយាយខ្យល់អាកាសដល់ត្រូវវាគឺជាប្រព័ន្ធអ៊ីនធឺណិតមួយណាដែលក្នុងនោះបានន័យថាចេះបានន័យថាមនុស្សម្នាក់ឬក៏ក្រុមហ៊ុនមួយគឺគ្រប់គ្រងវាដោយខ្លួនឯងឧទាហរណ៍ទាំងអស់គ្នាមាន Bitcoin មួយគឺទាំងអស់គ្នា Bitcoin គឺរបស់អ្នកទាំងអស់គ្នាមកអត់មានណាគេមកគ្រប់គ្រងវាទេអត់មានណាគេមកចង់ print វា print បានទេយល់ទេអូខេហើយយើងមកមើលទៅ example នេះគឺជា simple example ងាយ traditional money វាមានដូចជា Euro Real USDT ហ្នឹងគឺជា traditional money ហើយគឺជាលុយដែលបុរាណយើងនិយាយចេះហ្មងទៅប្រពៃណីអីចឹងទៅ cryptocurrency វាគឺជា Bitcoin Ethereum ទាំងអស់ហ្នឹង Solana ទាំងអស់ហ្នឹងដែលជាឈានមុខគេ3ហ្នឹង Bitcoin Ethereum Solana ហ្នឹងឯងណាវាមានអីផ្សេងទៀតវាមានកាក់អីផ្សេងទៀតចឹងណាហើយបន្ទាប់ទៀតមិនបានគេបង្កើត crypto ឡើង
thế đời xa tại cái bậc cá crypto lắng đời xa tại việc nhà lưới rồi có nhà chính nhà chỗ cứ directly to each other បានន័យថាឧទាហរណ៍ខ្ញុំចង់ឲ្យផ្ញើអ្នកទាំងអស់គ្នាផ្ញើលុយឲ្យអ្នកទាំងអស់គ្នាដោយ crypto អញ្ចឹងខ្ញុំផ្ញើតែមួយប៉ក់គឺហើយយល់ទេវាអត់ឆ្លងកាត់ធនាគារវាអត់យូរវាអត់សាំញ៉ាំច្រើនទេផ្ញើប្រហែលលានក៏បានដែរយល់ទេវាអត់យូរអញ្ចឹងណាវាលឿនហើយវាបានន័យវា avoid relying on bank for every transaction បានន័យថាវាជៀសវាងបញ្ជូនទៅកាន់ធនាគារដោយមានជនទី3ដែលឃើញណាដែលឃើញឲ្យគេសួរយើងញ៉ៃញ៉ៃជ្រើខ្លាចយើងលាងលុយលាងអីចឹងហ៎ចាំមកគេសួរយើងនឹងអីហើយវាយូរហើយបើសិនជាយើងផ្ញើតាមគ្រីបតូគឺវាលឿនទេផ្ញើតាមគ្រីបតូគឺវាតែ24ម៉ោងវាដើរដល់24ម៉ោង7ថ្ងៃគឺវាលឿនទេហើយផ្ញើតាមគ្រីបតូគឺតែប្រហែល2នាទីអីគឺវាចូលហើយណាគឺវាអត់យូរទេមួយនាទី2នាទីគឺវាចូលហើយចូលទៅកាន់ wallet របស់អ្នកទាំងអស់គ្នាហើយ own and control their asset themselves បានន័យថាយើង crypto មួយគឺយើងគ្រប់គ្រងវាដោយខ្លួនឯងយើងជាម្ចាស់ដោយខ្លួនឯងយល់ទេអញ្ចឹងអាហ្នឹងគឺវាអញ្ចឹងអូខេហើយវាក៏មានអត្ថប្រយោជន៍និងគុណវិបត្តិផ្សេងៗគ្នាដែរអញ្ចឹងយើងនិយាយអំពីអត្ថប្រយោជន៍មុនទៅវាបានន័យថាវាផ្ញើចេញចូលលឿនហើយវា available 24ម៉ោងទៅ7ថ្ងៃtransparent transaction បានន័យថាវាអាចផ្ទេរចេញផ្ទេរចូលដោយមានភាពងាយស្រួលអញ្ចឹងទៅហើយ user control their own fund អូខេវា user control their own fund បានន័យថាបើសិនជាវាឡើងអាហ្នឹងលុយរបស់យើងដែលវាត្រូវឡើងហ្នឹងឯងហើយយើងអត់មានគេ print លុយ print កាក់អីហ្នឹងទៀតទេអញ្ចឹងrisk របស់វាគឺវាមានដែរទីមួយគឺវាអាចlosing អានេះគឺវាអាចយើងអាចត្រូវការយើងអាចត្រូវគេ scam ដែរហើយពេលខ្លះគឺអាតម្លៃកាក់ទាំងអស់ហ្នឹងគឺវាចុះថោកអីចឹងទៅតែអា risk របស់វាមានដែរហើយពេលខ្លះអា wallet របស់យើងហ្នឹងគឺគេប្រើរបស់យើងណាយើងគេ hack បានអីចឹងទៅអញ្ចឹងណាហើយយ៉ាអញ្ចឹងហ្នឹងគឺត្រួសអំពី crypto ហើយសង្ឃឹមថាទាំងអស់គ្នានឹងយល់ហើយចាំវគ្គក្រោយយើងនឹងនិយាយអំពី wallet តើយើងគ្រប់គ្រង wallet ដោយរបៀបណាហើយយើងរបៀបផ្ទេរចេញផ្ទេរចូលដោយរបៀបណាដោយប្រើប្រាស់ wallet នេះឬក៏ crypto exchange អីចឹងទៅអញ្ចឹងចាំយើងជួបគ្នានៅពេលក្រោយទៀតបាយបាយ